ការផ្សងព្រេងរបស់ភិក្ខុសេននៅស្រុកមួយឆ្ងាយពីទីក្រុងមានភិក្ខុវ័យកាដាតព្រះអង្គម្នាក់ឈ្មោះថាភិក្ខុសេនព្រះអង្គគឺជាព្រះសង្ឃដែលពេញនិយមចំពោះប្រជាជនក្នុងស្រុកដោយសារជំនឿនិងការប្រកបសញ្ញាដោយសុចរិតថ្ងៃមួយព្រះអង្គសេនបាននិមន្តចូលទៅក្នុងព្រៃជ្រៅនិងធ្វើសមាធិឆ្ងាយពីភាពរំខានព្រឹកថ្ងៃដើមខែភទ្របទព្រះអង្គសេនយកសំពត់កន្សែងនិងឆ័ត្រធ្វើដំណើរចូលទៅព្រៃជ្រៅព្រៃនេះជាតំបន់ដែលមនុស្សមិនសូវឈានជើងដោយសារជាតំបន់មានសត្វសាហាវនិងសពសត្វព្រៃច្រើនប៉ុន្តែព្រះអង្គសេនមិនភ័យខ្លាចឡើយដោយមានជំនឿខ្ពស់លើអភិធម្មនិងការការពារពីព្រះធម៌ពេលរាត្រីកំពុងចុះភ្លឺបន្ទាប់ពីព្រះអង្គបានធ្វើសមាធិសម្រាប់នៅកន្លែងខ្ពស់មួយព្រះអង្គឮសំឡេងចម្លែកនិងបញ្ចេញក្លិនស្អុយពេលបាបភ្នែកមើលឃើញរូបខ្មោចព្រាយកំពុងសម្លឹងមើលចេញពីដើមឈើចំណាស់មួយតែភិក្ខុសេនមិនខ្លាចឡើយព្រះអង្គសន្ទនាជាមួយវាដោយក្តីមេត្តាហើយប្រាប់វាអំពីកុសលធម៌និងជួយឲ្យវាប្រែចិត្តចាកចេញពីកំហុសបណ្ដាលឲ្យខ្មោចនោះលាក់បាត់ទៅជាសញ្ញានៃការចាកពីវិស័យអាក្រក់ព្រឹកឡើងខណៈព្រះអង្គកំពុងស្វែងរកទឹកជាមួយស្បង់ដើម្បីស្រង់ទឹកព្រះអង្គបានជួបពស់ធំមួយជិតស្នាក់ពស់ធំនោះលាបជើងអោមសេនតែអង្គមិនខ្លាចឡើយដោយអង្គសមាធិនិងថ្លែងពាក្យមេត្តាពស់នោះបែរជាស្ងប់ស្ងៀមហើយរអិលចាក់ចេញទៅទិសទៀតដូចជាសារភាពថាវាមានការខកចិត្តជាខ្លាំងក្រោយពេលជួបវិបត្តិជាច្រើននៅក្នុងព្រៃភិក្ខុសេនបានបន្តបបោសិទ្ធដោយក្តីស្ងប់ព្រះអង្គបានសមាធិយ៉ាងជ្រៅនិងបានឃើញនៅចំណល់ជាច្រើនអំពីជីវិតព្រះអង្គមានសង្ឃដីកាថាពេលវេលាដែលនៅក្នុងព្រៃជ្រៅនេះបានជួយឲ្យព្រះអង្គបង្កើននៅសម្ព័ន្ធនៃចិត្តទៅកាន់ធម៌និងការយល់ដឹងអំពីការរស់នៅតាមសេចក្តីពិត